ហាហាហាកូនស្រីរបស់អ្នកនៅទីនេះកូនស្រីរបស់អ្នកនៅក្រុងយឹមឆឹងភូមិនេះមិនធំប៉ុន្មានទេមានតែប្រហែល10គ្រួសារប៉ុណ្ណោះត្រកូលរបស់គ្រួសារដែលបានសម្លាប់កូនស្រីរបស់អ្នកមានជាប់តាក់ទងនឹងទឹកនៅក្រៅផ្ទះរបស់ពួកគេមានដើមលីវធំមួយដើមល្អហើយខ្ញុំនឹងទៅរកនាងឥឡូវនេះអ្នកមីងលុយនេះខ្ញុំមិនអាចទទួលយកបានទេថ្លៃទូទាយរបស់អ្នកប្អូនស្រីរបស់អ្នកបានបង់រួចហើយលុយនេះអ្នកត្រូវតែទទួលយកថ្ងៃក្រោយប្រហែលជាមានរឿងត្រូវឲ្យអ្នកជួយទៀតចាំដល់ពេលខ្ញុំនាំកូនស្រីត្រឡប់មកវិញខ្ញុំប្រកាសជាមកអរគុណអ្នកឲ្យបានត្រឹមត្រូវអ្នកមីងដំណើរមួយជើងនេះអ្នកមីងត្រូវតែនាំប្អូនស្រីរបស់អ្នកមីងទៅជាមួយផងគាត់នឹងដើរតួយ៉ាងសំខាន់កុំបារម្ភអីខ្ញុំនឹងនៅក្បែរបងស្រីរបស់ខ្ញុំអរគុណអ្នកអរគុណអ្នកអរគុណតោះទៅបងស្រីប្រញាប់ឡើងថ្ងៃនេះមួយថ្ងៃមើលឲ្យគេបាន4ដងហើយហត់ណាស់មើលទៅនៅតែត្រូវសន្សំបុណ្យកុសលឲ្យបានច្រើននិងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងអើយធ្លាប់ឬគេនិយាយពីភូមិប្រភេទដែលទិញប្រពន្ធបែបនោះដែរអូយពួកគេការពារគ្នាខ្លាំងណាស់បើសិនជាគាត់ទៅហើយត្រូវបានគេឃុំខ្លួនតើត្រូវធ្វើម៉េចពិតមែនហើយភូមិបែបនោះប្តឹងប៉ូលីសក៏គ្មានប្រយោជន៍ដែរបងស្រីម្នាក់នេះគ្រោះថ្នាក់ហើយអើយឲ្យតែគាត់នាំអូនស្រីគាត់ទៅជាមួយនោះឱកាសជោគជ័យនៃរឿងនេះមានដល់ទៅ 90% អើយក្មួយស្រីជួយទាយឲ្យខ្ញុំមួយដែរមកថ្ងៃនេះមិនបានទេចាំស្អែកចុះប៉ុន្តែពួកយើងទៅគ្នាចាំស្អែកមកម្ដងទៀតថ្ងៃដំបូងនៃការរៀបតូបទទួលបាន400មិនមែនទេគឺ1400ថែមទាំងបានស្គាល់មកពួកអ្នកមីងទៀតអ្នកមីងអំបញ្ញមិញនេះតាមការមើលគឺរូបបានមិនយូរទេប្រសិនបើគាត់អាចយកធាតុរបស់កូនស្រីគាត់មកវិញបាននោះនឹងអាចស្រាយចំណងក្នុងចិត្តបានផ្លាស់ប្ដូរវាសនាដែលត្រូវស្លាប់បន្តអាយុជីវិតបាន10ឆ្នាំទៀតហើយខ្ញុំក៏អាចទទួលបានកម្លាំងបុណ្យកុសលមួយចំណែកដែរបងស្រីនៅទីនេះមែនទេក្នុងផែនទីគឺសម្គាល់នៅទីនេះឯងអ្នកមីងលីចាអ្នកគឺជាអ្នកមីងលីលោកស្រីប្រហែលជាមិនចាំខ្ញុំទេខ្ញុំជាមិត្តរួមថ្នាក់កូនស្រីរបស់លោកស្រីខ្ញុំឈ្មោះលីងមីងខ្ញុំធ្លាប់ញ៉ាំបាយនៅផ្ទះលោកស្រីទៀតផងអូលីងមីងហាឥឡូវអញធំដល់ថ្នាក់នេះហើយខ្ញុំចាំបានថាអញធ្លាប់តាមស្រឡាញ់កូនស្រីខ្ញុំទៀតផងតើអញកំពុងធ្វើអ្វីនៅទីនេះអូខ្ញុំធ្វើការនៅការិយាល័យនគរបាលមិត្តរួមការងារម្នាក់របស់ខ្ញុំទៅតែត្រូវបានទេមកវិញចំពេលខ្ញុំជប់សម្រាប់ល្មមក៏មកសួរសុខទុក្ខគាត់ខាងប៉ូលីសអាចជួយពួកយើងបានអ្វីដែលក្មេងស្រីនោះនិយាយគឺមិនខុសទេឲ្យតែនាំញញោទៅជាមួយច្បាស់ជាអាចរកឃើញមិនខានលីងមីងហាតើអាចជួយលីងមីងហាតើអាចជួយអ្នកមីងបានទេជួយរកសាកសពក្មួយស្រីរបស់មីងផងបានទេថាវានៅទីណាបាទអ្នកមីងលោកស្រីសាករៀបរាប់ប្រាប់ខ្ញុំឲ្យលំអិតមើលអ្នកមីងនេះគឺជាមិត្តរួមស្មរភូមិរបស់ខ្ញុំមានពួកយើងនៅទីនេះមានអ្នកណាហ៊ានធ្វើបាបឡើយទីនេះហៅថាភូមិជីងឡុងបន្ទាប់ពីការហាមឃាត់ការបរបាញ់កាលពី30ឆ្នាំតែនៅតែក្រីក្រប៉ុន្តែពួកគេមិនព្រមចុះពីលើភ្នំឡើយនេះគឺជាកន្លែងចុងក្រោយដែលញញូបានស្នាក់នៅញញូអ្នកមីងលីក្នុងភូមិនេះមានតែពីរផ្ទះនេះទេដែលនៅក្បែរដើមលីវផ្ទះនេះត្រកូលចៅផ្ទះនេះត្រកូលវាងអ្នកមីងមើលទៅតាមមួយណាទៅសម្រាប់កូនស្រីរបស់អ្នកត្រកូលរបស់គ្រួសារនោះមានជាប់តាក់ទងនឹងទឹកត្រកូលវាងគឺមានជាប់តាក់ទងនឹងទឹកគឺផ្ទះត្រកូលវាងនេះហើយលឿនឡើងទៅតាមឲ្យទាន់មេបញ្ជាការកំពូលឲ្យណានរបស់ម៉ាក់ឲ្យរហូតដល់ថ្ងៃស្លាប់ក៏ខ្ញុំមិនភ្លេចដែរនៅពេលដែលកូនស្រីលេចមុខក្នុងសម្បត្តិរបស់ខ្ញុំនាងត្រូវបានគេធ្វើបាបរហូតដល់សភាពបែបនេះបងស្រីណានឲ្យបងស្រីឲ្យបងកុំបារម្ភអីឥឡូវខ្ញុំនឹងទៅក្មេងស្រីដ៏ស្អាតបំផុតម្នាក់នោះដើម្បីសួរថាតើសាកសពរបស់នាងត្រូវបានកប់នៅកន្លែងណាទីធ្លានេះធំខ្លាំងណាស់ពួកយើងរកនាងឲ្យឃើញប៉ូលីសប្រកាសជានឹងជួយរកយុត្តិធម៌ឲ្យពួកយើងហាអ្នកមីងលីមានការអីមែនទេក្មួយស្រីមើលណែតើនៅទីនេះមែនទេអ្នកមីងលីសាកសពក្មួយស្រីរបស់អ្នកមីងគឺកប់នៅក្នុងទីធ្លានេះឯងទៅប្រញាប់ទៅអើយពួកអ្នកជាអ្នកណាមិនឃើញចេះចុះផ្ទះខ្ញុំធ្វើអីត្រូវហើយពួកអញកំពុងតែរំលោភលើលំនៅឋានឯកជនហើយទៅក្រោយផ្ទះខ្ញុំចង់មើលដើមចាប់មួយនោះថតឈប់ថតទៅថតស្អីហ្នឹងឲ្យពួកអញថតតាំងពីអង្ការអ្នកនាងតើជាដើមឈើមួយនេះមែនទេមិននឹកស្មានថាអធិពលអាក្រក់ខ្លាំងក្លាបែបនេះសោះខ្លាចថាមិនមែនកប់សាកសពតែមួយនោះទេទីហាក់នៃលីវស៊ូជំនាញពីគោឈើ2ម៉ែត្រនៅក្រោមដីត្រង់នេះហើយដែលកប់សាកសពក្មួយស្រីលោករកមនុស្សមកជីកមកអាយ៉ាចាំបន្តិចពួកអញកុំមកនិយាយទេចាំមើលអ្នកណាហ៊ានប៉ះលោកម្ចាស់ទេបានមានប្រសាសន៍ថាដើមចាប់នេះគឺជាស្គរនៃត្រកូលវាងរបស់ខ្ញុំនិយាយពីជប់សំណាងទ្រព្យសម្បត្តិរបស់គ្រួសារពួកអញណាហ៊ានប៉ះអញនឹងប្រថុយជីវិតជាមួយអ្នកនោះមិនថាផ្ទះអ្នកណាដែលដាំលីវនៅក្រៅផ្ទះទេនឹងមិនអាចសន្សំទ្រព្យសម្បត្តិបានឡើយមានប៉ុន្មានក៏រលីអស់ប៉ុណ្ណោះហុងស៊ុយបែបនេះហើយដែលខ្លាចជាស្គរគ្រួសារអញនោះអញ្ចឹងស្គរគ្រួសារអញក៏ចិត្តដល់ពេលរលីដែរតាមពិតទៅក៏មិនបាត់បង់ទ្រព្យសម្បត្តិខ្លាំងដល់ថ្នាក់នេះដែរតែមកពីគ្រួសារអញសាងការពារដោយខ្លួនឯងក្នុងរយៈពេលជាង10ឆ្នាំមកនេះនៅក្រោមដើមលីវនេះមានកប់សាកសពចំនួន3សាកសពហើយក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះអ្នកដែរតើខ្ញុំនិយាយត្រូវមែនទេអត់មិនមែនបែបហ្នឹងទេគ្មានភស្តុតាងទេកុំមកនិយាយទេដាស់ឲ្យសោះតើខ្ញុំនិយាយត្រូវក៏អត់ក្នុងចិត្តអញដឹងច្បាស់បំផុតគុំស្មានថាអាងរបស់ដែលអញសែនព្រេនអាចរំដោះកំហឹងវិញ្ញាណបានឲ្យសោះចាំតែមើលចុះនៅពេលកំហឹងវិញ្ញាណរបស់គេទូក្នុងរយៈពេល2ថ្ងៃអញនឹងត្រូវស្លាប់ជាមិនខានបើខ្ញុំមើលមិនច្រឡំទេសាកសពស្ត្រីមានផ្ទៃពោះនៅក្រោមដើមហួយធំនោះមានកំហឹងវិញ្ញាណសាហាវខ្លាំងណាស់ច្រើនឆ្នាំមកហើយវិញ្ញាណនៅតែមិនព្រមចាក់ចេញទៅណាដូចជាមិនព្រមឈប់ឡើយបើមិនបានសម្លាប់មនុស្សក្នុងគ្រួសារនេះឲ្យអស់ចំពោះទេវតាការពីផ្ទះដែលគ្រួ